Riêng căn tại cái đại hải bên này, lục sợi tây đàn á,ประกาศ บริจาค sợi riêng จูน អ្នក ដែល ត្រូវ ការ ជំនួស ការ ស្លាប់ ចោល ទៅ ទេ ទៅ ទេ ប្រិយមិត្ត ជា ទីមេត្រី រឿង រ៉ាវ ប៉ះ ទង្គិច ពាក្យ សម្ដី គ្នា រវាង លោក ជំទាវ តរីដាណា ជាមួយ នឹង លោក ពូ ផែង វណ្ណៈ បាន ឈាន ទៅ ដល់ សភាព កាន់ តែ តឹងតែង ជាង មុន បន្ទាប់ ពី លោក ជំទាវ តរីដាណា បាន ធ្វើ ការ បង្ហោះ នៅ លើ page របស់ លោក ជំទាវ ថា ចង់ ស្លាប់ ដែល ហេតុការណ៍ នេះ បាន ធ្វើ ឲ្យ លោក ពូ ផែង វណ្ណៈ បាន បញ្ចេញ មតិ បែប ផ្ចាញ់ ផ្ចាល ឌឺ ដង ទៅ លោក ជំទាវ តរីដាណា វិញ ថា បើ លោក ជំទាវ ចង់ ស្លាប់ គឺ អាច ចង ក ឬ រត់ ចូល ឡាន បាន កុំ ចាំបាច់ មក drama នៅ លើ Facebook បាទ ប្រិមិត្ត ជា រឿង ដែល កាន់ តែ គួរ ឲ្យ ភ្ញាក់ ផ្អើល ទៀត នោះ ស្រាប់ តែ នៅ ថ្ងៃ ទី 11 ខែ មីនា ឆ្នាំ 2025 នេះ គេ បាន ឃើញ លោក ជំទាវ តរីដាណា ធ្វើ ការ បង្ហោះ សារ យ៉ាង វែង អន្លាយ ដោយ រៀបរាប់ ថា បងប្អូន មាន ស្គាល់ ពេទ្យ ណា មាន ទទួល បរិច្ចាគ សរីរាង្គ ទេ ខ្ញុំ ចង់ បរិច្ចាគ សរីរាង្គ របស់ ខ្ញុំ ជូន ដោយ សារ បើ សិន ជា ខ្ញុំ ធ្វើ ការ សម្លាប់ ខ្លួន តាម ដែល លោក ពូ ផែង វណ្ណៈ ណែនាំ ខ្ញុំ គិត ថា មិន មាន ប្រយោជន៍ អ្វី ដល់ សង្គម ទេ ដូច្នេះ ខ្ញុំ ចង់ ឲ្យ ការ ស្លាប់ របស់ ខ្ញុំ មាន ប្រយោជន៍ ចំពោះ បងប្អូន ខ្មែរ របស់ យើង ដោយ កន្លង មក ខ្ញុំ បាន លះបង់ ច្រើន ចំពោះ សង្គម មួយ នេះ ទោះ ខ្ញុំ មិន ទទួល បាន ការ សរសើរ និង លើក ទឹកចិត្ត ពី អ្នក ណា ក៏ ដោយ ប៉ុន្តែ ខ្ញុំ នៅ តែ បន្ត ធ្វើ គ្រប់ សកម្មភាព មិន ថា ចោះ ផ្ទាល់ ឬ តាម បុគ្គលិក ទេ ប៉ុន្តែ ពេល នេះ គឺ ខ្ញុំ ទៅ មុខ លែង រួច ហើយ ខ្ញុំ បាក់ ទឹកចិត្ត ជា ខ្លាំង ដោយ ហេតុ ថា ខ្ញុំ លែង មាន តម្លៃ ចំពោះ បងប្អូន ខ្មែរ ទៀត ហើយ ខ្ញុំ ធ្វើ អ្វី ក៏ ខ្ញុំ ខុស ខ្ញុំ មិន បាន ធ្វើ ក៏ ខ្ញុំ ខុស ដូច នេះ ផែនដី នេះ លែង ត្រូវ ការ ឈ្មោះ តរីដាណា ទៀត ហើយ ខ្ញុំ សូម ជ្រើសរើស យក សេចក្តី ស្លាប់ ប៉ុន្តែ ខ្ញុំ សូម ស្លាប់ ឲ្យ មាន ន័យ និង សូម ស្លាប់ ដោយ ការ បូជា ចំពោះ បងប្អូន ខ្មែរ កែវ ភ្នែក ថ្លើម ក្រលៀន ក្រពះ ពោះវៀន សរីរាង្គ កន្លែង ណា ដែល នៅ ល្អ ខ្ញុំ នឹង បរិច្ចាគ ឲ្យ បងប្អូន ដែល គាត់ កំពុង តែ ត្រូវ ការ តាម ពិត ខ្ញុំ មិន ចង់ ផុស ទេ ប៉ុន្តែ ដោយ សារ ខ្ញុំ សួរ ទៅ ខាង គ្រូ ពេទ្យ ប៉ុន្មាន អ្នក ដែរ ហើយ និង អ្នក ដែល នៅ ជុំវិញ ខ្លួន ខ្ញុំ គ្មាន អ្នក ណា គេ ប្រាប់ ខ្ញុំ ថា កន្លែង ណា ដែល មាន បរិច្ចាគ ទេ ខ្ញុំ ចង់ ដឹង ថា នៅ ស្រុក ខ្មែរ នេះ មាន ដែរ ឬ ទេ ខ្ញុំ ចង់ បរិច្ចាគ ជូន បាទ ប្រិមិត្ត សូម រំលឹក ជូន ផង ដែរ ថា រឿង រ៉ាវ នៃ ការ ឌឺ ដង ពាក្យ សម្ដី គ្នា នេះ គឺ បាន កើត ឡើង បន្ទាប់ ពី លោក ត្រីវីយ៉ូ ដែល ត្រូវ ជា ប្អូន ប្រុស បង្កើត របស់ លោក ស្រី តរីដាណា បាន ធ្វើ ការ live បង្ហោះ នៅ វីដេអូ ខ្លី ដែល ទាក់ទង ទៅ នឹង ការ លក់ ទឹក អំពៅ របស់ លោក នៅ តាម ចិញ្ចើម ថ្នល់ ស្រាប់ តែ ត្រូវ បាន ម្ចាស់ ផ្ទះ ដែល នៅ ទល់ មុខ នោះ ធ្វើ ការ បណ្ដេញ លោក មិន ឲ្យ លក់ ដោយ ធ្វើ ការ បាញ់ ទឹក ព្រម ទាំង មាន នៅ បំពង់ ពន្លត់ អគ្គិភ័យ ផង នោះ យក មក បាញ់ ស្រោច ទៅ លើ លោក ត្រីវីយ៉ូ ដើម្បី ឲ្យ ចាក់ ចេញ ពី កន្លែង នោះ ដោយ ឃើញ នៅ សកម្មភាព របស់ លោក ត្រីវីយ៉ូ នេះ ហើយ ទើប លោក ស្រី តរីដាណា ដែល ត្រូវ ជា បង បាន ធ្វើ ការ បង្ហោះ បង្ហាញ ពី ការ មិន សប្បាយចិត្ត ជា ពិសេស គឺ លោក ស្រី បាន បង្ហោះ ថា លោក ស្រី ចង់ ស្លាប់ ហេតុអ្វី បាន ជា មហាជន នាំ គ្នា ស្ដី បន្ទោស និង ដាក់ បន្ទុក ទៅ លើ លោក ស្រី ដែល ជា អ្នក មិន ដឹង អី ទៅ វិញ